គូបន្តទៅទៀតនេះបាទគឺគូទី83បាទស្រីសភារុនដេជោសានជ័យបាទរបស់ខ្ពបតាងួនបាទនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមបាទប្រកួតជាមួយនឹងមហានាគនេះបាទទូលគោករាជនាមពេញចាឧបត្ថម្ភដោយអាដាមជាសភារាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រចាមហានាគនេះល្បីល្បាញណាស់ឥឡូវក៏ល្បីល្បាញដែរបាទមហានាគដកខ្លួនឆ្ងាយពីគូប្រកួតមែនទេបាទស្រីសភារុនដេជោសានជ័យរបស់អង្គញាស្រីខាប់ចាគ្រូព្រះចៅអធិការវត្តនឹងចំណោះជើងវត្តញាប់ពេកទៅបងប្អូនក្តិតជាប់គ្នាព្រះចៅអធិការសូមគុណម្ចាស់ព្រះអភ័យទោសព្រោះថាទូកលឿនណាខ្សែទឹកក្រៅទៀតដែរបងប្អូនទោះបានជ័យជំនះតាមមហានាគរបស់ឯកឧត្តមជាសភារាបាទចំណែកទូកគូទី84បាទវីរៈបរោះតែឆ្នាំនេះអត់ទាន់ឃើញទូកសម្ដេចគុកជួបសម្ដេចកូននេះណាចាទៀតជួបហើយចាអាចថ្ងៃស្អែកអីថាបានបងប្អូនអាចគូកងតរវិរិយជាថ្មីខ្ញុំហ៊ានថាអត់សំចៃមកទេបាទកីឡាអញ្ចឹងហើយបាទបង្កទៅភាពសប្បាយរីករាយការផ្ដល់នូវទស្សនីយភាពបន្ថែមនៃការអធិប្បាយខ្លាំងខ្លំដូចយើងថែមគ្រឿងអញ្ចឹងណាបាទនេះដើម្បីថាបងប្អូនប្រជាពលរដ្ឋបានសុខសប្បាយទាំងផ្លូវកាយផ្លូវចិត្តបាទផ្លូវអារម្មណ៍ទៀតផ្លូវអារម្មណ៍ចាបាទឥឡូវយើងបន្តទស្សនាជាបន្តបងគូទី83គូទី83នេះមកតាមលេខរៀងដែរឬទេ166ចាដល់ត្រឹមមហានាគរបស់ឯកឧត្តមជាសភារាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រតាមមកពីទូរទស្សនិកជនជាទីគោរពនៅពេលនេះគឺការអញ្ជើញដល់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីនៅក្នុងការនោះក៏មានការអញ្ជើញទទួលស្វាគមន៍ពីអាយឧត្តមអស់លោកស្រីលោកជំទាវជាពិសេសគឺអាដាមខួងស្រេងជាម្ចាស់ទឹកម្ចាស់ដីគឺអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញហើយនិងអាយឧត្តមលោកជំទាវជាច្រើនរូបទៀតសូមជម្រាបជូនថានៅក្នុងអាណត្តិទី7នេះសម្ដេចមហាបវរធិបតីក្នុងនាមជានាយករដ្ឋមន្ត្រីគឺបានបញ្ចេញនៅកម្លាំងឆន្ទៈដ៏មោះមុតក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសន្តិភាពស្ថិរភាពនយោបាយពេញលេញជាបន្តទៀតគឺបដិញ្ញាក្នុងការថែរក្សាឲ្យបាននៅក្នុងការថ្លែងសន្ទរកថាដំបូងមិនថានៅក្នុងកិច្ចប្រជុំរដ្ឋសភានីតិកាលទី1ក៏ដូចជាការដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីគឺសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានបដិញ្ញាការពារជាតិសាសនានិងព្រះមហាក្សត្រជាពិសេសលើកកម្ពស់ខឿនសេដ្ឋកិច្ចជាតិដើម្បីបម្រើប្រជាជនប្រជារាស្ត្រប្រកបទៅដោយភាពសុខសាន្តហើយទាំងឆាកតំបន់និងអន្តរជាតិគឺសម្ដេចធិបតីបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនានាទាំងអាស៊ីទាំងអឺរ៉ុបទាំងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធរួមនឹងការអញ្ជើញទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងសកលលោកដើម្បីចំណុចសំខាន់គឺទំនាក់ទំនងចំណងការទូតហើយចំណុចសំខាន់មួយទៀតនោះគឺការធ្វើការទូតផ្នែកសេដ្ឋកិច្ចមានន័យថាធ្វើ marketing ធ្វើទីផ្សារដើម្បីគៀងគរវិនិយោគិនអ្នករកស៊ីទទួលទានទាំងបរទេសទាំងនៅក្នុងស្រុកឲ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីសម្រេចបាននៅចក្ខុវិស័យឆ្នាំ2030និងឆ្នាំ2050ស្វាមីភ័ក្រជួប